ការប្រឡាក់ត្រីដាក់អំបិលបន្តិចទៅឲ្យប្រៃពេកអំបិលដាក់ប៊ីចេងបន្តិចទៅប្រឡាក់ត្រីកុំឲ្យប្រៃពេកតែប្រៃពេកមិនទៅល្អដែរប្រឡាក់មកល្មមប្រៃពេកខ្លះអាចកើតទឹកនោមប្រៃផ្អែមពេកញ៉ាំផ្អែមពេកកើតទឹកនោមផ្អែមយ៉ាប់មនុស្សយើងញ៉ាំអីត្រូវតែមានការប្រុងប្រយ័ត្នដែរណាបងប្អូនមិនថាចំណីអាហារមិនថាការរស់នៅមិនថាអីផ្សេងត្រូវតែប្រុងប្រយ័ត្នប្រុងប្រយ័ត្នទេគឺពិបាកតិចហើយជីវិតយើងជីវិតគេពិបាកណាស់កើតមកហើយត្រូវតែខំប្រឹងអ្វីដែលល្អធ្វើទៅអ្វីមិនល្អលះបង់ចោលអស់យើងម្នាក់ចង់បានតែអំពើល្អរៀងខ្លួនបើយើងមិនធ្វើល្អក៏វាមិនបានល្អដែរព្រោះហើយយើងរៀនធ្វើអំពើល្អទៅ